រឿងទេវតារក្សាព្រៃភ្នំកាលពីព្រេងនាយមានព្រៃភ្នំមួយដ៏ធំល្វឹងល្វើយលាតសន្ធឹងគ្របដណ្ដប់ទៅដោយដើមឈើធំធំពុះត្រដែតនិងពោរពេញទៅដោយសត្វព្រៃចម្រុះពណ៌ព្រៃភ្នំនោះមានឈ្មោះថាព្រៃភ្នំពេជ្រព្រៃភ្នំពេជ្រមិនត្រឹមតែជាជម្រកសត្វព្រៃប៉ុណ្ណោះទេថែមទាំងជាប្រភពទឹកនិងធនធានធម្មជាតិដ៏សម្បូរបែបសម្រាប់អ្នកភូមិស្រុកនោះទៀតផងនៅក្នុងព្រៃភ្នំពេជ្រមានទេវតាមួយអង្គគង់នៅថែរក្សាទេវតានោះមានព្រះនាមថាទេវតាឥន្ទ្រាន័យទេវតាឥន្ទ្រាន័យមានរូបឆោមស្រស់ស្អាតដូចនាងអប្សរាស្លៀកសំពត់បៃតងខ្ចីជានិមិត្តរូបនៃធម្មជាតិហើយតែងតែបង្ហាញខ្លួនដោយមានពន្លឺរស្មីផុសចេញពីរាងកាយព្រះនាងតែងតែដើរល្បាតតាមព្រៃភ្នំថែរក្សាការពារដើមឈើសត្វព្រៃនិងប្រភពទឹកទាំងអស់ដោយក្តីស្រឡាញ់ប្រជាជននៅក្នុងភូមិក្បែរព្រៃពេជ្រតែងតែគោរពបូជាទេវតាឥន្ទ្រាន័យណាស់ពួកគេជឿថាទេវតាឥន្ទ្រាន័យជាអ្នកថែរក្សាជីវិតរបស់ពួកគេនិងធ្វើឲ្យភូមិស្រុករបស់ពួកគេមានសេចក្តីសុខសាន្តពួកគេមិនដែលហ៊ានកាប់បំផ្លាញដើមឈើឬបរបាញ់សត្វព្រៃដោយគ្មានការអនុញ្ញាតនោះឡើយថ្ងៃមួយមានមនុស្សព្រៃផ្សៃមួយក្រុមបានធ្វើដំណើរមកដល់ភ្នំព្រៃពេជ្រពួកគេជាអ្នកកាប់ឈើខុសច្បាប់និងបរបាញ់សត្វដើម្បីយកទៅលក់ពួកគេមិនបានខ្វល់អំពីច្បាប់ទម្លាប់ឬជំនឿរបស់ប្រជាជនក្នុងភូមិឡើយពួកគេបានចាប់ផ្ដើមកាប់ឈើធំធំនិងដាក់អន្ទាក់ចាប់សត្វព្រៃយ៉ាងអនាធបត័យទេវតាឥន្ទ្រាន័យបានទាត់ឃើញទង្វើដ៏អាក្រក់របស់ក្រុមទាំងនោះក៏បានឈឺចាប់ជាខ្លាំងព្រះនាងបានបង្ហាញទៅកាន់ពួកគេហើយបានមានបន្ទូលថាអោមនុស្សលោកទាំងឡាយអើយហេតុអ្វីបានជាអ្នករាល់គ្នាហ៊ានបំផ្លាញផ្ទះសម្បែងរបស់សត្វព្រៃនិងបំផ្លាញធនធានធម្មជាតិយ៉ាងដូច្នោះតើអ្នករាល់គ្នាដឹងទេថាទង្វើរបស់អ្នកទាំងអស់គ្នាប៉ះពាល់ដល់ប្រជាជនជាច្រើនក្រុមមនុស្សព្រៃផ្សៃទាំងនោះមិនបានស្ដាប់បន្ទូលរបស់ព្រះនាងឥន្ទ្រាន័យឡើយពួកគេបានសើចចំអកឲ្យព្រះនាងហើយបានបន្តសកម្មភាពរបស់ពួកគេដោយឥតខ្លាចញញើតដោយឃើញដូច្នោះព្រះនាងឥន្ទ្រាន័យក៏មានមហិទ្ធិឫទ្ធិនិងអំណាចរបស់ព្រះនាងបានធ្វើឲ្យអាកាសធាតុខ្លាចទៅជាអាប់អួរហើយមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំងមេឃក៏ចាប់ផ្ដើមងងឹតស្លុបហើយមានរន្ទះបាញ់ឆ្លេឆ្លាពីផ្ទៃមេឃក្រុមមនុស្សទាំងនោះមានការភ័យខ្លាចជាខ្លាំងហើយបាននាំគ្នាប្រញាប់រត់គេចខ្លួនពីព្រៃភ្នំពេជ្រចាប់តាំងពីថ្ងៃនោះមកក្រុមមនុស្សព្រៃផ្សៃទាំងនោះមិនដែលហ៊ានត្រឡប់មកព្រៃភ្នំពេជ្រទៀតឡើយព្រៃភ្នំពេជ្រក៏បានវិលត្រឡប់មកសភាពសុខសាន្តដូចដើមវិញទេវតាឥន្ទ្រាន័យនៅតែបន្តថែរក្សាព្រៃឈើភ្នំពេជ្រដោយសេចក្តីស្រឡាញ់ហើយប្រជាជននៅក្នុងភូមិក៏នៅតែបន្តគោរពបូជាព្រះនាងដោយស្មោះស្ម័គ្រពួកគេបានយល់កាន់តែច្បាស់ថាធម្មជាតិមានតម្លៃមិនអាចកាត់ថ្លៃបានហើយការថែរក្សាធម្មជាតិគឺស្មើនឹងការថែរក្សាជីវិតខ្លួនឯង
អូខេរឿងទី1របស់យើងបានចប់ហើយឥឡូវយើងចូលរឿងទី2របស់យើងរឿងទេវតានិងសិទ្ធិដំរី1 ម៉ោងកាលពីព្រេងនាយមានភូមិមួយឈ្មោះថាភូមិសន្តិភាពដែលសន្ធិដ្ឋនៅក្បែរព្រៃធំមួយនៅក្នុងព្រៃនោះមានដំរីជាច្រើនរស់នៅដោយសុខសាន្តប្រជាជននៅក្នុងភូមិស្រឡាញ់ដំរីនោះខ្លាំងណាស់ព្រោះពួកវាគឺជាសត្វស្លូតបូតហើយនឹងជួយការងារស្រែចម្ការបានជាច្រើនថ្ងៃមួយមានទេវតាមួយអង្គបានយាងចុះមកកាន់ភូមិសន្តិភាពទេវតានោះមានរូបឆោមស្រស់ស្អាតមានពន្លឺជុំវិញខ្លួនប្រជាជនក្នុងភូមិបាននាំគ្នាចេញមកទទួលស្វាគមន៍ទេវតាដោយសេចក្តីរីករាយទេវតាបានមានបន្ទូលទៅកាន់ប្រជាជនទាំងអស់ថាអោប្រជាជនទាំងអស់អើយយើងដឹងថាអ្នករាល់គ្នាស្រឡាញ់ដំរីទាំងនេះខ្លាំងណាស់ហើយយើងក៏ដឹងដែរថាអ្នករាល់គ្នារួមរស់ជាមួយនឹងពួកវាដោយសេចក្តីសុខសាន្តដូច្នេះហើយយើងសូមប្រទានពរជ័យមួយដល់អ្នករាល់គ្នាចាប់ពីពេលនេះតទៅរៀងរាល់ថ្ងៃត្រង់ពួកដំរីនឹងមានសិទ្ធិពេញលេញរយៈពេលពេញ1 ម៉ោងក្នុងរយៈពេលពេញ1 ម៉ោងនេះពួកវាអាចធ្វើអ្វីក៏បានតាមតែចិត្តរបស់ពួកវាហើយអ្នករាល់គ្នាមិនអាចរារាំងពួកវាបានឡើយប្រជាជននៅក្នុងភូមិមានការងឿងឆ្ងល់ជាខ្លាំងពួកគេមិនយល់ថាហេតុអ្វីទេវតាប្រទានពរជ័យបែបនេះម្យ៉ាងណាមិញពួកគេក៏បានយល់ស្របតាមព្រះបន្ទូលរបស់ទេវតានៅពេលថ្ងៃត្រង់ឈានចូលមកដល់ដំរីទាំងអស់ក្នុងព្រៃបាននាំគ្នាដើរចេញមកពីព្រៃហើយធ្វើដំណើរចូលមកក្នុងភូមិដំរីខ្លះបានទៅលេងទឹកនៅមាត់បឹងដំរីខ្លះទៀតបានស៊ីស្មៅនៅវាលស្រែហើយដំរីខ្លះទៀតបានទៅដេកក្រោមដើមឈើប្រជាជននៅក្នុងភូមិមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឃើញដំរីទាំងនោះធ្វើសកម្មភាពប្លែកៗមានដំរីមួយក្បាលឈ្មោះថាចំបៃវាបានដើរចូលមកក្នុងផ្ទះរបស់លោកតាមាសហើយបានយកភួយរបស់លោកតាមាសទៅដណ្ដប់ដេកយ៉ាងសុខស្រួលលោកតាមាសបានឃើញដូច្នោះក៏បានសើចហើយនឹងមិនបានរារាំងវាឡើយរីឯដំរីមួយក្បាលទៀតឈ្មោះថាចន្ទ្រាវាបានដើរចូលទៅក្នុងផ្ទះបាយលោកយាយយិនហើយបានយកកំបិតបញ្ចុកដែលលោកយាយធ្វើរួចហើយយកមកស៊ីយ៉ាងឆ្ងាញ់ពិសាលោកយាយយិនបានឃើញដូច្នោះក៏បានក្រវីក្បាលហើយមិនបាននិយាយអ្វីទាំងអស់រយៈពេលពេញ1 ម៉ោងកន្លងផុតទៅយ៉ាងលឿនពេលដែលម៉ោងផុតកំណត់ដំរីទាំងអស់បាននាំគ្នាត្រឡប់ចូលទៅក្នុងព្រៃវិញដោយស្ងៀមស្ងាត់ប្រជាជននៅក្នុងភូមិមានការងឿងឆ្ងល់ថាហេតុអ្វីបានជាដំរីទាំងនោះធ្វើដូច្នោះពួកគេបាននាំគ្នាទៅសួរទេវតាទេវតាមានព្រះបន្ទូលថាយើងបានប្រទានសិទ្ធិ1 ម៉ោងដល់ដំរីទាំងនោះគឺដើម្បីឲ្យអ្នករាល់គ្នាបានយល់ពីតម្លៃនៃសេរីភាពទោះបីជាពួកវាជាសត្វក៏ដោយពួកវាក៏ត្រូវការសេរីភាពដូចមនុស្សដែរអ្នករាល់គ្នាបានឃើញហើយថាក្នុងរយៈពេល1 ម៉ោងនេះពួកវាមិនបានធ្វើបាបអ្នករាល់គ្នាឡើយផ្ទុយទៅវិញពួកវាបានបង្ហាញអំពីភាពស្លូតបូតនិងសេចក្តីស្រឡាញ់របស់ពួកវាចំពោះអ្នករាល់គ្នាចាប់តាំងពីថ្ងៃនោះមកប្រជាជននៅក្នុងភូមិសន្តិភាពបានយល់កាន់តែច្បាស់អំពីតម្លៃនៃសេរីភាពហើយពួកគេបានរស់នៅជាមួយដំរីដោយក្តីគោរព
ហើយនឹងក្តីស្រឡាញ់ភូមិសន្តិភាពបានក្លាយទៅជាភូមិគំរូមួយដែលបង្ហាញអំពីការរួមរស់ដោយសេចក្តីសុខដុមរមនារវាងមនុស្សនិងសត្វអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូចាំជួបគ្នានៅវីដេអូបន្តទៀតអូខេបាយបាយ